ស្ថានភាពនៅថ្ងៃទី17ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 6:24 នាទីព្រឹកយោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំបញ្ចូលភូមិសាស្ត្រអូភ្លុកដំរីរហូតដល់វេលាម៉ោង 6:25 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 6:46 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកក្នុងភូមិសាស្ត្រខាងមុខភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 6:49 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះព្យាយាមរុលចូលមកមុខភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 6:53 នាទីយោធាថៃបានប្រើប្រាស់ drone ស៊ើបការហោះរំលោភចូលក្នុងដែនអាកាសរបស់កម្ពុជាក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 6:56 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ផ្សែងពុលនៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 7:11 នាទីកម្លាំងយោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 7:21 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិចំការកឃុំស្វាយជែកស្រុកស្វាយជែកខេត្តបន្ទាយមានជ័យចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតនៅមានសភាពស្ងប់ស្ងាត់កងកម្លាំងរបស់យើងនៅបន្តតាមដានយកចិត្តទុកដាក់និងប្រុងប្រយ័ត្ន